កម្លាំងនគរបាលខេត្តស្វាយរៀងឃាត់ខ្លួនជនសង្ស័យ2នាក់ពាក់ព័ន្ធទៅនឹងករណីលួចមានស្ថានទម្ងន់ទោសលួចម៉ូតូបញ្ជូនទៅសាលាដំបងខេត្តចាត់ការទៅតាមច្បាប់តាមការចុះផ្សាយរបស់เพจស្នងការនគរបាលខេត្តស្វាយរៀងថាកាលពីថ្ងៃទី21ខែឧសភាឆ្នាំ2025វេលាម៉ោង17:05នាទីកម្លាំងសមត្ថកិច្ចបានទទួលព័ត៌មាននៅត្រង់ចំណុចភូមិជែកឃុំសំរោងស្រុកចន្ទទ្រាមានករណីលួចមានស្ថានទម្ងន់ទោសលួចយកម៉ូតូក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះនៅថ្ងៃទី22ខែឧសភាឆ្នាំ2025លោកឧត្តមសេនីយ៍តូពេជ្រវិរៈស្នងការនគរបាលខេត្តស្វាយរៀងបានបញ្ជាឲ្យកម្លាំងការិយាល័យជំនាញសហការជាមួយនឹងកងកម្លាំងអធិការដ្ឋាននគរបាលស្រុកចន្ទទ្រាបានស្រាវជ្រាវបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោសលួចម៉ូតូនិងបានឃាត់ខ្លួនជនសង្ស័យចំនួន2នាក់ភេទប្រុសដែលធ្វើសកម្មភាពលួចយកម៉ូតូពីជនរងគ្រោះម្នាក់ភេទស្រីជនជាតិវៀតណាមនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង2នាក់បានឆ្លើយសារភាពខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូពិតប្រាកដមែនបច្ចុប្បន្នជនសង្ស័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបងខេត្តចាត់ការទៅតាមនីតិវិធីច្បាប់និងបានឃុំខ្លួននៅពន្ធនាគារខេត្តស្វាយរៀងរួចហើយ